ឧបករណ៍នេះយើងអាចតេស្តភ្លើង laser បានជាមួយខ្ញុំធ្វើការតេស្តតែយើងសោកឧបករណ៍នេះនៅចូលកន្លែងក្បាល laser រូនមកវាចឹងមកចឹងក្នុងនេះវាមានប្រដាប់សោកกระดาษចឹងប្រដាប់សោកกระดาษយើងអាចយកกระดาษអីក៏បានដែរយើងគិតថាវាអត់ងាយឆេះឬក៏ស្ដើងពេកចឹងយើងសោកចឹងមកចំណុចកណ្ដាលនេះឥឡូវយើងធ្វើការតេស្តភ្លើងនេះ push ចឹងភ្លើងរបស់យើងនេះគឺបាននៅចំណុចកណ្ដាលចឹងបានន័យថាវាត្រូវ 100% ចឹងមានឧបករណ៍នេះមួយវាមានពីរវាមានមួយទៀតគឺអត់បិទចិត្តតែអានេះយើងអត់អាចសោកกระดาษនឹងចូលបានទេនេះចឹងខ្ញុំដាក់កំងមកវាមាន2ឈុតអញ្ចឹងឧបករណ៍នេះបងប្អូនបើគិតទៅអាចយកទៅសម្រាប់ម៉ាស៊ីនយើងទុកសេរីខ្លួនឯងសម្រាប់អ្នកដែលនៅឆ្ងាយពីតំបន់ជាងអញ្ចឹងគឺយើងអាចមានអានេះមួយគឺស្រួល nice